ហើយនេះគឺជាធីមទាំង4ដែលខ្ញុំគិតថាល្បីជាងគេនៅស្រុកខ្មែរអញ្ចឹងណាគ្នាយើងអូមែន4នៃ3គ្នាយើងខ្ញុំច្រឡំអញ្ចឹងណាសម្រាប់អាធីមទី4អាចុងក្រោយគេដែលខ្ញុំច្រឡំនិយាយហ្នឹងគឺថាកាក់យកហើយហើយបាទអ្នកនរគ្នាចង់ដឹងថាធីមទាំង3ហ្នឹងធីមណាដែលខ្ញុំគិតថាល្បីជាងគេនៅស្រុកខ្មែរអ្នកនរគ្នាកុំភ្លេចទស្សនាវីដេអូនេះទៅគឺថាដឹងហើយអាធីមដែលខ្ញុំថាកាក់ជាងគេហ្នឹងអ្នកនរគ្នាចង់ដឹងថាធីមអីអត់បើចង់ដឹងទស្សនាវីដេអូនេះទាំងអស់គ្នាតឥឡូវចូលទៅដល់ធីមទី1ដែលខ្ញុំគិតថាល្បីនេះអ្នកនរគ្នាគឺថាធីមនេះចុចច្រឡំទៀតហើយអញហើយតែបានផ្ទះបាញ់អត់ត្រូវមែនហ្នឹងហើយអ្នកនរគ្នាមិញគឺថាខ្ញុំច្រឡំរូបនេះច្រឡំសម្រាប់ top 3 ធីមដែលខ្ញុំគិតថាល្បី top 3 អ្នកនរគ្នាគឺថាធីម BMW របស់បងថេងអញ្ចឹងណាគ្នាយើងហ្នឹងសម្រាប់ខ្ញុំគិតទេណាអ្នកគ្នាសម្រាប់គ្នាយើងខ្ញុំអត់ដឹងទេសម្រាប់ខ្ញុំគឺថាខ្ញុំឲ្យ top 3អ្នកគ្នាហើយសម្រាប់ធីមគីឡូបាញ់ដាក់លុយ top 2ដែលខ្ញុំគិតថាល្អជាងគេល្បីជាងគេហ្នឹងគឺថាធីម GH អ្នកគ្នាគឺថាខ្ញុំឲ្យ GH top 2អ្នកគ្នាហើយដែលខ្ញុំនិយាយចឹងអាហ្នឹងសម្រាប់ខ្ញុំណាអ្នកគ្នាសម្រាប់គ្នាយើងផ្សេងខ្ញុំអត់ដឹងទេសម្រាប់ខ្ញុំឲ្យ GH top 2និយាយមែនទេណាគ្នាយើងសម្រាប់ធីម GH ហ្នឹងគឺថាការលេងគឺស្អាតហ្នឹងហើយអ្នកគ្នាខ្ញុំនិយាយលេងទេខ្ញុំនិយាយលេងតាមគេអញ្ចឹងគេចូលចិត្តនិយាយពាក្យហ្នឹងខ្ញុំនិយាយតាមគេបណ្ដោយតោះឥឡូវអ្នកគ្នាចង់ដឹងថាធីម top 1 ធីមណាដែលខ្ញុំគិតថាល្បីជាងគេល្អជាងគេអត់អ្នកគ្នាគឺថាធីមហ្នឹងលេង PC សុទ្ធបណ្ដោយគេថាធីម Naga អ្នកគ្នាប្រហែលជាស្គាល់ធីម Naga ហើយបើមិនស្គាល់ទៀតចប់បណ្ដោយធីមល្បីប៉ុណ្ណឹងដែរល្បីពេញស្រុកខ្មែរប៉ុណ្ណឹងដែរមេធីមគឺថាពូដាយើងហ្នឹងម៉ែបាញ់ម៉ែច្បាស់បណ្ដោយហ្នឹងហើយខ្ញុំបញ្ជាក់អាហ្នឹងសម្រាប់ខ្ញុំគិតទេណាអ្នកគ្នាសម្រាប់ខ្ញុំខ្លួនឯងណាខ្ញុំគិតថាធីមបាញ់គីឡូបាញ់ដាក់លុយស្រុកខ្មែរគឺថាធីម3ហ្នឹងគឺថាល្បីជាងគេធីមបាញ់ដាក់លុយគ្នាយើងមិនមែនធីមទៅប្រកួតទេណាខ្ញុំបញ្ជាក់ហើយហ្នឹងហើយវីដេអូក៏មានតែប៉ុណ្្នឹងគ្នាយើង fan ធីមណាកុំភ្លេច comment ឲ្យខ្ញុំដឹងផងបាយបាយចុំភ្លេចនិយាយអាធីមទី4អាធីមកាឥឡូវបាត់រូហ្គេមកហើយសល់តែអារូខ្មៅនេះគឺថាធីមទី4ដែលខ្ញុំគិតថាកាជាងគេហ្នឹងមានធីមណាទៀតធីមខ្ញុំហ្នឹងហើយឈប់